ហាហាលេងសាច់ផ្លូវចិត្តណាស់អតិថិជននៅស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យដ្រូនកសិកម្ម T70P ជាមួយចំការដំឡូងមី300ហិកតាពិតជាមិនធម្មតាទេជាពិសេសជាងនេះទៀតនោះគឺអតិថិជននិងអ្នកបញ្ជាដ្រូនគឺជាស្រីទៀតពិតជាមិនធម្មតាមែនបងប្អូនសម័យនេះគ្មានទេពាក្យបង្វិលជើងក្រាននឹងជុំនោះមនុស្សគ្រប់គ្នាមានសិទ្ធិស្មើគ្នាទាំងអស់ហើយទស្សនវិជ្ជានេះពិតជាមិនងាយបានឃើញទេស្ត្រីក្នុងវិស័យកសិកម្មទំនើបកាលពីមុនស្ត្រីតែងតែត្រូវបានមើលឃើញថាជាអ្នកជួយការងារនៅគេហដ្ឋានប៉ុន្តែសប្តាហ៍ថ្ងៃពួកគេបានក្លាយជាអ្នកសម្រេចចិត្តអ្នកជំនួញនិងអ្នកជំនាញដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបដើម្បីបង្កើនផលិតភាពនិងនិរន្តរភាពក្នុងកសិកម្មសម័យទំនើបស្ត្រីចូលរួមយ៉ាងសកម្មក្នុងការប្រើប្រាស់ម៉ាស៊ីនការគ្រប់គ្រងអាជីវកម្មកសិកម្មនិងការអនុវត្តបច្ចេកទេសកសិកម្មឆ្លាតវៃដូចជាការប្រើដ្រូនប្រព័ន្ធស្រោចស្រពត្រឹមត្រូវនិងការវិភាគទិន្នន័យសមត្ថភាពក្នុងការសម្របខ្លួនទៅនឹងបច្ចេកវិទ្យាថ្មីបានជួយបង្កើនប្រសិទ្ធភាពខណៈពេលកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថានស្ត្រីក៏មានការចូលរួមយ៉ាងសំខាន់ក្នុងការធានាសន្តិសុខអាហារដោយគ្រប់គ្រងការផលិតដំណាំការថែទាំសត្វនិងដំណើរការបន្ទាប់ពីការប្រមូលផលការអប់រំនិងការបណ្ដុះបណ្ដាលបានផ្ដល់អំណាចឲ្យស្ត្រីចូលរួមយ៉ាងទំនុកចិត្តក្នុងការអភិវឌ្ឍកសិកម្មស្ត្រីជាច្រើនឥឡូវនេះបានចូលរៀនកម្មវិធីកសិកម្មចូលរួមសហគមន៍និងដឹកនាំគម្រោងកសិកម្មក្នុងសហគមន៍ការចូលរួមរបស់ពួកគេមិនត្រឹមតែបង្កើនប្រាក់ចំណូលគ្រួសារប៉ុន្តែថែមទាំងពង្រឹងសេដ្ឋកិច្ចជនបទផងដែរសរុបមកស្ត្រីក្នុងកសិកម្មសម័យទំនើបមិនត្រឹមតែជាកសិករទេប៉ុន្តែជាអ្នកច្នៃប្រឌិតនិងអ្នកដឹកនាំដែលកំពុងបង្កើតអនាគតនៃវិស័យកសិកម្មតួនាទីរបស់ពួកគេមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាពហើយការគាំទ្រពួកគេនឹងនាំឲ្យវិស័យកសិកម្មកាន់តែរឹងមាំនិងមានភាពធន់ទ្រាំខ្ពស់